บางคนថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបយើងកំណត់ stop loss ហើយនិង TP នៅក្នុង app MT5 តែបងប្អូនឥឡូវជាក់ស្ដែងយើងនៅក្នុងផ្សារមាសខាងឆេងមាសហើយជាក់ស្ដែងមាសវាកំពុងតែឡើងខ្ពស់ក្នុងតម្លៃខ្ពស់អញ្ចឹងពេលដែលមាសវានៅក្នុងតម្លៃខ្ពស់នេះយើងអាចរកកន្លែងដើម្បី sell បានតែយើងអាច sell ខ្លីៗអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំគាត់ឧទាហរណ៍ឲ្យបងប្អូនមើលសិនឧទាហរណ៍ឥឡូវមាសវានៅតម្លៃខ្ពស់អញ្ចឹងខ្ញុំនឹង sell មាសចំនួន 0.1 ឡតចឹង0.1 ឡតនេះយើង sell មួយអូខេតែរៀង sell ហើយធម្មតាយើងគឺទៅតែកំណត់ stop loss ហើយនឹង TP TP យើងមិនសូវសំខាន់យើងមិនដាក់ក៏បានដែរ TP ហ្នឹងគឺការកំណត់ចំណេញតែយើងចង់បានចំណេញប៉ុន្មាននៅក្នុងមួយប្រតិបត្តិការហើយនឹងខាតប៉ុន្មានអញ្ចឹងដើម្បីសុវត្ថិភាពលុយរបស់យើងទៅស្ដែងលុយបើខ្ញុំវា$500ហើយខ្ញុំចូលផ្សារឥឡូវស្ដែងខ្ញុំ sell ជាក់ស្ដែងមាសវាអត់ទាន់ចុះអញ្ចឹងវានេះអាក្រហមនេះខាងលើនេះបងប្អូនខាងលើនេះអូខេហ្នឹងហើយខាងលើនេះគឺចំនួនលុយដែលខាតអញ្ចឹងយើងចូលផ្សាររួចហើយគឺយើងត្រូវកំណត់ stop loss គឺយើងក្នុង MT5 គឺវាងាយស្រួលទៀតយើងគ្រាន់តែយកដៃម្រាមដៃយើងប៉ះលើខ្សែបន្ទាត់ sell នេះមកអញ្ចឹងវានឹង load នេះខាងក្រោមបងប្អូនវានឹង load កន្លែង stop loss ហើយ TP នេះក្រោមបងប្អូនណាអញ្ចឹងយើងទឹកលើសញ្ញា SL នេះមកយើងលើសញ្ញា SL ឡើងមកវានឹង load ខ្សែបន្ទាត់ stop loss ឲ្យយើងហើយចំពោះ stop loss sell គឺវានៅខាងលើយើងអាចដាក់វានៅខាងលើហើយ TP វានៅខាងក្រោមវិញដោយសារពេលដែល sell គឺទល់តែមានតម្លៃមានវាចុះក្រោមមកយើងចំណេញអូខេអញ្ចឹងឧទាហរណ៍យើងកំណត់ខាតចំនួនយើងយក5លេខហ្នឹង5លេខនៅកន្លែងនេះបងប្អូនឃើញយើង5លេខតម្លៃខាតគឺវា$49តែសារយើងចូលផ្សារ 0.1 អញ្ចឹងក្នុងមួយលេខឬក៏10ពីបវាស្មើនឹង$10មួយពីប$1អញ្ចឹងយើងយកកំណត់ខាតហ្នឹងហើយ50ពីបណា50ពីបអញ្ចឹង50ពីបវាលើខ្វះ$50ជាងហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងកំណត់រួចហើយយើងចុចកន្លែងសញ្ញាពួយនេះមកនេះសញ្ញាពួយហ្នឹងមកចុចអូខេបន្ទាប់មកយើងយកពាក្យ modify តែហ្នឹងជោគជ័យហីអញ្ចឹងនៅពេលដែលផ្សារវាមូសឡើងទៅលើវាចុះអញ្ចឹងវាប៉ះខ្សែ SL យើងគឺយើងខាត់ប៉ុណ្ណឹងហើយបន្ទាប់មកយើងកំណត់ TP យើងចុចលើបន្ទាត់ខ្សែ sell ម្ដងទៀតមកអញ្ចឹងយើង select លើ TP អូខេ TP វានឹង load ខ្សែបន្ទាត់ពណ៌ខៀវមួយទៀតអញ្ចឹងយើងនឹងកិលទៅខ្ញុំកិលកំណត់យកទំនាឧទាហរណ៍យើងយកទំនេះទំក្រមហ្នឹងអញ្ចឹងវាចំណេញ177ពីបគឺស្មើនឹង$178ក្នុងការចំណេញពេលកំណត់រួចហើយយើងចុចសញ្ញាទួញដដែលមកហ្នឹងហើយសញ្ញាទួញហ្នឹងបន្ទាប់មកយើងយកកន្លែង modify នេះអញ្ចឹងបងប្អូនអញ្ចឹងការកំណត់ SL និង TP រាល់ការចូលចេញផ្សារគឺជាប្រការដែលយើងសុវត្ថិភាពបំផុតសម្រាប់លុយរបស់យើងអញ្ចឹងយើងមកចាក់ស្ដែងវាកំពុងធ្លាក់មកហើយអញ្ចឹងមើលយើងឥឡូវយើងចំណេញបាន$10យើងចំណេញបាន$10អញ្ចឹងដោយសារ TP យើងវាឆ្ងាយអញ្ចឹងទោះតម្លៃមាននេះវាធ្លាក់មកប៉ះខ្សែ TP របស់យើងនេះគឺបាត់ប្រតិបត្តិការដល់អូតូឬក៏តម្លៃមាសវាឡើងទៅលើវិញវាឡើងទៅលើទៀតវាប៉ះខ្សែ SL របស់យើងវានឹងបាត់ប្រតិបត្តិការដល់អូតូហើយយើងនឹងខាត$50តែបើវាចូលមកក្រោមយើងនឹងចំណេញ$178តែបើយើងរងចាំយូរពេកឃើញផ្សារវាចុះមិនតិចហើយឧទាហរណ៍ឥឡូវវាចូលបាន8ចំណេញ$8ហើយយើងខ្ជិលចាំយូរយើងចុចបិទខ្លួនឯងក៏បានដែរហ្នឹងយើងចុចបិទខ្លួនឯងយើងចុចកន្លែង trade 3នេះមកនេះចុចកន្លែង trade 3នេះមកហើយយើងចុចលើវាទៅវានឹង load កន្លែង cross all position ណា cross all position យើងចុចបិទទៅហ្នឹងហើយយើងចុចបិទអូខេវានឹងបិទអញ្ចឹងយើងចំណេញ$8ហ្នឹងហើយបងប្អូនយើងចំណេញ$8អរគុណហ្នឹងដែររបៀបយើងកំណត់ stop loss កំណត់ SL និង TP សម្រាប់ការចូលចេញទីផ្សារដើម្បីសុវត្ថិភាព balance របស់យើងអរគុណច្រើនបងប្អូនសូមជួយ like និង subscribe channel ខ្ញុំមួយផងដែរដើម្បីទទួលបានចំណេះដឹងផ្សេងៗដែលទាក់ទងជាមួយនឹងការទិញលក់ហាងឆេងមាសបាទសូមអរគុណ